សកម្មភាពសប្តាហ៍ទី3ខែមិថុនារបស់ឯកឧត្តមយ៉ែសុវណ្ណាប្រធានព្រឹទ្ធភូឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់មណ្ឌលគិរីថ្ងៃអង្គារ700ខែចេសឆ្នាំម្សាញ់សតវត្សពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី17ខែមិថុនាឆ្នាំ2025ឯកឧត្តមយ៉ែសុវណ្ណាប្រធានព្រឹទ្ធភូឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់គណៈបកហ៊ុនស៊ិនប៉ិចបានចុះមកសិក្សាអំពីជីវភាពនិងមុខរបររបស់បងប្អូនដែលស្ថិតនៅក្នុងខេត្តមណ្ឌលគិរីក្នុងឱកាសនោះឯកឧត្តមក៏បានចុះសិក្សាអំពីការគ្រប់គ្រងធនធានក្រោមដីរបស់ខេត្តមណ្ឌលគិរីដើម្បីសរសេរជាទស្សនៈទានជូនប្រមុខរាជរដ្ឋាភិបាលស្ថិតក្នុងឱកាសនោះផងដែរប្រជាពលរដ្ឋបានស្នើសុំដល់ប្រមុខរាជរដ្ឋាភិបាលឲ្យជួយពិនិត្យនិងការពារធនធានធម្មជាតិធនធានក្រោមដីនិងលើដីឲ្យបានល្អនិងជាប្រយោជន៍ដល់អ្នកជំនាន់ក្រោយក្នុងឱកាសនោះផងដែរឯកឧត្តមក៏បានចុះជួបនឹងសំណេះសំណាលពីតម្រូវការបងប្អូនជនរួមជាតិដើម្បីសរសេរជាទស្សនៈទានជូនប្រមុខរាជរដ្ឋាភិបាលតកៅថ្ងៃពុធ800ខែចេសឆ្នាំម្សាញ់សតវត្សពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី18ខែមិថុនាឆ្នាំ2025សហជីវិនយិនសរិទ្ធអនុប្រធានក្រុមការងារទទួលបន្ទុកស្រុកព្រៃក្របាសតំណាងដល់ខ្ពង់ខ្ពស់របស់ឯកឧត្តមយ៉ែសុវណ្ណាប្រធានព្រឹទ្ធភូឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់និងជាក្រុមការងារបោះឆ្នោតខេត្តតកៅព្រមទាំងថ្នាក់ដឹកនាំស្រុកបានលើកស្លាកគណៈបកឃុំគោកធ្លកស្រុកអង្គរបូរីខេត្តតកៅការលើកស្លាកនៅទីស្នាក់ការឃុំដើម្បីងាយស្រួលដល់រចនាសម្ព័ន្ធគណៈបកឃុំជួបជុំនឹងសំណេះសំណាលដល់អ្នកគាំទ្ររាជានិយមនិងអ្នកស្រឡាញ់ប្រជាធិបតេយ្យអ្នកស្រឡាញ់ព្រះអម្ចាស់នរោត្តមចក្រវុឌ្ឍក្នុងឱកាសនោះសហជីវិនបានបន្តលើកស្លាកតាមផ្លូវសាធារណៈដើម្បីឲ្យអ្នកគាំទ្របានឃើញព្រះឆាយាល័ក្ខណ៍ព្រះអម្ចាស់ព្រះប្រធានក្នុងឱកាសនោះសហជីវិនបានអំពាវនាវឲ្យនិស្សិតបញ្ញវន្តអ្នកស្រឡាញ់ស្នេហាជាតិចូលរួមឈរជាបេក្ខភាពមេឃុំចៅសង្កាត់ជាមួយគណៈបកដើម្បីដឹកនាំនិងអភិវឌ្ឍក្នុងមូលដ្ឋានរបស់បងប្អូនដោយផ្ទាល់